ស្អីទៅជាហ្គាសទឹកបាទបងសំណួរនេះខ្ញុំត្រូវបានម្ចាស់ឡានភាគច្រើនគាត់សួរខ្ញុំព្រោះគាត់យល់ច្រឡំគាត់ស្មានថាហ្គាសហ្នឹងហ្គាសដូចគ្នាតែមិនមែនទេបងខ្ញុំបំពាក់តែហ្គាស LPG បងចំពោះបច្ចេកទេសហ្គាសទឹកនេះមកក្រោយនេះគឺខ្ញុំអត់បំពាក់ទេប៉ុន្តែខ្ញុំអាចដឹងខ្លះពីវាហើយអាចបកស្រាយជូនបងបានដែរបាទជាដំបូងខ្ញុំសូមបញ្យល់បងសិនថាតើបងទៅទទួលសេវាកម្មពីខាងកន្លែងណាមួយបងចង់បានអីបងចង់បានប្រព័ន្ធជំនួយឬក៏ប្រព័ន្ធជំនួសអញ្ចឹងប្រព័ន្ធហ្គាសទឹកនេះវាអាចចាត់ទុកថាជាប្រព័ន្ធជំនួយរបៀបដូចជា Octane Booster ដែលយើងចាក់លាងធុងសាំងលាងអីចឹងទៅឬក៏មែនទៅអាពាក្យថាធ្វើឲ្យស៊ីតិចជាងមុនហ្នឹងគ្រាន់តែកន្លែងដូរសបកកង់ក៏គេនិយាយថាសបកកង់ដាក់ម៉ាកនេះកន្លែងចេះវាធ្វើឲ្យស៊ីតិចជាងមុនតែសួរតែខុសឬក៏ត្រូវអត់ខុសទេអញ្ចឹងប្រព័ន្ធហ្គាសទឹកហ្នឹងបើតាមខ្ញុំមើលទៅវាមានតយោមួយចូលទៅមុខកហ្គាមានន័យថាมันអាចចោះក្រោយកហ្គាបានទេក្នុងកូទ័របានទេវាធ្វើឲ្យឡានហ្នឹងរោអញ្ចឹងគេចោះពីមុខកូទ័រអញ្ចឹងពីមុខកហ្គាហើយវាមានចំហាយលាយជាមួយនឹងលបាយខ្យល់ទៅចូលក្នុងម៉ាស៊ីនអញ្ចឹងមានន័យថាវាមានចំហេះខ្លះដែរវាធ្វើឲ្យឡានយើងហ្នឹងតម្លាក់មីលីសេcondsឧទាហរណ៍ថាឡានបងបាញ់នៅជុំម៉ាស៊ីន 3000 rpm ត្រូវការលបាយទិន្នន័យសាំង8មីលីសេcondsប៉ុន្តែពេលដែលមានចំហេះដែលលាយជាមួយនឹងហ្គាសទឹកនេះទៅខ្លះអញ្ចឹងវាបាញ់តែ7មីលីសេcondsនេះវាចំណេញដែរវា10-20% អញ្ចឹងឡានរបស់យើងអាចថាស៊ីតិចជាងមុនប៉ុន្តែនៅតែប្រើសាំងយ៉ាងក្នុងករណីដែលសំចៃតិចតួចប៉ុន្តែសួរថាអាចប៉ះពាល់ដល់ម៉ាស៊ីនអាចអីខ្ញុំគិតថាដូចជាមិនអាចប៉ះពាល់ដល់ម៉ាស៊ីននេះហើយចំពោះបងដែលគាត់មិនចង់សាំញ៉ាំក្នុងការដំឡើងហ្គាសអីប្រើរយៈពេលយូរហើយចំណាយលុយច្រើនដែរអាចថា100ឬក៏1000អញ្ចឹងបងអាចប្រើហ្គាសទឹកនេះទៅខ្ញុំគិតថាល្អដែរមួយយ៉ាងដែរវាសំចៃបានតិចមែនតែការដំឡើងក៏វាអត់តិចដែរចំពោះប្រព័ន្ធហ្គាសឥឡូវយើងបកមកប្រព័ន្ធហ្គាសដែលខ្ញុំតម្លើងវិញគឺជាប្រព័ន្ធជំនួសហ្មងជំនួសទាំងស្រុងឲ្យសាំងតែម្ដងសាំងដែលចាក់ក្នុងម៉ាស៊ីនរបស់បងហ្មងមានន័យថាពេលដែលបងបំពាក់ហ្គាសហើយនៅពេលដែលបងប្រើសាំងយើងឆេះសាំងព្រលឹមឡើងប្រហែលជា4ទៅ5នាទីហ្នឹងគឺ ECU របស់ហ្គាសហ្នឹងនឹងធ្វើដំណើរការ 100% ដោយស្វ័យប្រវត្តិគឺបិទបិចសាំងអត់ឲ្យដើរទេជំនួសវិញដោយប្រព័ន្ធហ្គាសហើយតើថាឡានបងស៊ីសាំងអស់10លីត្រក្នុង100គីឡូហ្គាសក៏10លីត្រដូចគ្នាក្នុង100គីឡូឬក៏11លីត្រនិយាយថាលើសបន្តិចចុះប៉ុន្តែតម្លៃវាខុសគ្នាឆ្ងាយបងតម្លៃវាខុសគ្នាឆ្ងាយអានឹងហើយជាការចំណេញអាចថា50ទៅ60%អញ្ចឹងជារួមមកខ្ញុំគិតថាបងអាចពិចារណាបានក្នុងករណីពីរនេះបងជ្រើសរើសយកសេវាកម្មមួយណា